ណៈភាពនៅក្នុងអាជីពមួយនេះខ្ញុំមានពីរពេលទាំងអារម្មណ៍ហោះហើរអស់សូម្បីតែនិយាយថាបើស្រីស្រីចង់ថាស្អកស្រីឡើងលឺទឹកភ្នែកហូរពេលហ្នឹងហូរទឹកភ្នែកដឹងខ្លួនទេអត់មានវិរិយស្រីមានតែការសប្បាយចិត្តហើយនឹងការអរគុណដល់គុណខ្មែរតែម្ដងគិតពីអនុស្សាវរីយ៍វាច្រើនមែនតើខ្ញុំធ្វើជាម៉ូតូទេគោលដៅដំបូងតែដោយសារបងប្អូនក៏ដូចជាមិត្តភ័ក្តិគឺជាអ្នកបដាល់ដល់ពេលទៅក៏ចាប់អាជីពជាអ្នកបដាល់វិញវិស័យមួយនេះគឺថាឥឡូវគឺថាល្អមែនតើល្អរកពាក្យអ្វីថ្លៃបំបានបើយើងធ្វើជាអ្នកបដាល់បើយើងចាប់អាជីពមួយហ្នឹងហើយយើងត្រូវតែមានចិត្តថាយើងអត់មានចេះអត់មានធ្វើអីផ្សេងយ៉ាងហ្នឹងសំខាន់ធ្វើការអីក៏មិនស្មើនឹងបដាល់ដែរឥឡូវនេះពលិកម្មគុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយផលិតផលបំពេញសុខភាព V-Hope ជួយដោះស្រាយបញ្ហាសន្លាក់សរសៃនិងអាស៊ីតយ៉ាងមានប្រសិទ្ធភាព V-Herb ជួយដោះស្រាយបញ្ហាលើសសម្ពាធឈាមលើសជាតិស្ករការពារជំងឺទឹកនោមផ្អែមនិងបញ្ហាតម្រង់នោមសហការផលិតដោយអាពេចមេឌៀអ្នកឯកទេសថតរូបនិងថតវីដេអូអាពេចមេឌៀច្នៃប្រឌិតគ្មានដែនកំណត់បាទជំរាបសួរខ្ញុំបាទសេនម៉ាន់ថេនអតីតគឺជាកីឡាករប្រដាល់គុណខ្មែរមួយរូបហើយបច្ចុប្បន្នខ្ញុំក៏មិនទៅណាឆ្ងាយពីគុណខ្មែរផងដែរគឺនៅតែបន្តធ្វើជាគ្រូប្រដាល់នៅក្នុងក្លឹបសេនម៉ាន់ថេនបែបកាគុណខ្មែរនេះផងដែរបាទសម្រាប់ខ្ញុំប្រឡូកក្នុងអាជីពជាអ្នកប្រដាល់តាំងពីឆ្នាំ2003ដល់2017គឺខ្ញុំទទួលបានខ្សែក្រវ៉ាត់គឺចំនួន5ពានរង្វាន់ជាច្រើនមេដាយក៏ច្រើនយើងអត់ចាំហើយសម្រាប់ការប្រកួតគឺខ្ញុំប្រកួតបានថាជាជាង100ដងហើយអត់ជាច្រើនទេព្រោះដោយសារជំនាន់ខ្ញុំអត់សូវជាវាយមានកម្មវិធីវាយច្រើនដូចនៅពេលបច្ចុប្បន្នបាទកាលហ្នឹងលុះតាតែយើងឈរលំដាប់ក្នុងគីឡូល្អនីមួយបានវាយបរទេសបានទីហោះតែខ្ញុំល្អក្នុងគីឡូ67 70អីចឹងលុះត្រាតែខ្ញុំវាយឈ្នះជើងខ្លាំងអស់បានប្រកួតបរទេសជំនាន់ហ្នឹងណាបាទមិនមែនប្រកួតបរទេសដូចនៅពេលបច្ចុប្បន្នទេបាទគឺជំនាន់ហ្នឹងលុះត្រាតែយើងល្អបានវាយបរទេសហើយទី2លុះត្រាតែយើងវាយដាច់1គីឡូបានយើងអាចមានបានគេអ្នករៀបចំគេឲ្យយើងវាយបរទេសហើយមួយទៀតខ្ញុំក៏បានចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនដូចជាប្រទេសជិតខាងរបស់យើងមានប្រទេសថៃមាននឹងផ្នែកបែកខាងអាស៊ីរបស់យើងបាទខ្ញុំទៅខាងអឺរ៉ុបខ្ញុំបានទៅដល់ប្រទេសបារាំងដល់ប្រទេសអាល្លឺម៉ង់ដល់ប៊ែលហ្សិកដល់ហូឡង់ខ្ញុំទៅប្រកួតបានច្រើនហើយសម្រាប់ការដែលចេញទៅប្រកួតនៅក្រៅប្រទេសគឺខ្ញុំចេញទៅការចរន្តនៅវាយខ្ញុំសឹងចេញទៅរាល់ឆ្នាំបាទមកឆ្នាំ2000លើកទីដំបូង2010 2009 2010ខ្ញុំទៅធ្វើអត់បានល្អទេគឺខ្ញុំទៅខូចដៃតែដោយសារយើងអត់ទាន់អ្នកដែលគ្រប់គ្រងអ្នកដែលមើលថែយើងអ្នកដែលយកយើងទៅគាត់ស្ដាយសមត្ថភាពយើងគាត់ក៏សម្រេចចិត្តឲ្យយើងព្យាបាលនៅប្រទេសបារាំងនឹងជាបានជាមួយឆ្នាំខ្ញុំទៅវិញទៀតខ្ញុំធ្វើបានល្អរាល់ឆ្នាំទៅរហូតមួយឆ្នាំទៅម្ដងទល់នឹងពេលខ្ញុំបញ្ចប់អាជីពបានខ្ញុំ2017គឺខ្ញុំឈប់ទៅតែម្ដងខ្ញុំបញ្ចប់អាជីពខ្ញុំចូលធ្វើជាគ្រូនៅកន្លែងហាត់ប្រាណមួយកន្លែងហ្នឹងបានបន្តមកទៀតបានខ្ញុំ2021ខ្ញុំចូលធ្វើជាគ្រូជំនឿជាតិអូបាទចូលធ្វើជាគ្រូជំនឿជាតិដល់ឆ្នាំ2023ស៊ីហ្គេមនៅយើងចប់នេះបានខ្ញុំបញ្ចប់អាជីពជាគ្រូជំនឿជាតិបានខ្ញុំមកកាន់ក្លឹបស៊ុបតែម្ដងនៅក្នុងក្លឹបសេនម៉ាន់ថេនបានកាក់គុណខ្មែរអត់មានវិវិធស្រីមានតែការសប្បាយចិត្តហើយនឹងការអរគុណដល់គុណខ្មែរតែម្ដងដែលបានឲ្យខ្ញុំស្គាល់គុណខ្មែរហើយក៏ឲ្យខ្ញុំមានដោយរាល់ថ្ងៃមិនថាមានអីមានទី1បានទៅជាមន្ត្រីកងកម្លាំងរបស់មន្ត្រីប៉ូលីសនៅក្នុងក្រសួងមហាផ្ទៃហើយបច្ចុប្បន្នខ្ញុំបានបង្ហាត់សិស្សបានជាមន្ត្រីកងកម្លាំងថែមបន្ថែមទៀតចឹងបានថាខ្ញុំមានមោទនភាពសម្រាប់គុណខ្មែរមួយនេះខ្ញុំធ្វើជាម៉ូតូទេគោលដៅដំបូងតែដោយសារបងប្អូនក៏ដូចជាមិត្តភ័ក្តិគឺជាអ្នកបដាល់ដល់ពេលទៅក៏ចាប់អាជីពជាអ្នកបដាល់វិញចាប់ជាអាជីពជាអ្នកបដាល់មកទល់នឹងពេលបច្ចុប្បន្ននេះតែម្ដងគិតពីអនុស្សាវរីយ៍វាច្រើនមែនទែនទាំងប្រវត្តិទូចត់ក៏ដូចជាប្រវត្តិ
រំភើបវាលាយឡំគ្នាទាំងអស់មោទនភាពនៅក្នុងអាជីពមួយនេះគឺខ្ញុំមានពីរទីមួយកាលដែលខ្ញុំនៅប្រកួតគឺខ្ញុំនៅប្រកួតគឺខ្ញុំទៅជាន់ទឹកដីនៅប្រទេសបារាំងបាទទឹកដីប្រទេសបារាំងជាលើកដំបូងគឺមានមោទនភាពមែនទែនគិតថាពេលហ្នឹងគឺឃើញទង់ចិត្តយើងទង់ចិត្តខ្មែរយើងឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់គ្រងគឺមោទនភាពមែនទែនសម្រាប់ពេលហ្នឹង2011ទៅនឹងឃើញបងប្អូនយើងគ្រប់គ្រងស្រឡាញ់គុណខ្មែរឲ្យតម្លៃគឺមានមោទនភាពមែនទែនសម្រាប់ខ្ញុំបាទនឹងក្នុងអាជីពជាអ្នកបដាល់ដល់ពេលខ្ញុំបញ្ចប់អាជីពពីអ្នកបដាល់ទៅជាគ្រូវិញគឺនៅពេលដែលនៅឆ្នាំ2021 2022នៅស៊ីហ្គេមនៅប្រទេសវៀតណាមគឺខ្ញុំកាលនោះខ្ញុំជាគ្រូជំនឿជាតិបាទហើយកាលនោះកូនសិស្សក៏គាត់ទៅចូលរួមប្រកួតនៅប្រទេសវៀតណាមហ្នឹងក្រោមការដឹកនាំមកខ្ញុំបានជាគ្រូរបស់ផងដែរគឺទៅប្រកួតនៅប្រទេសវៀតណាមយើងទទួលបានមេដាយមាសលើកដំបូងគេគឺបើសង្ឃឹមហ្នឹងគឺមោទនភាពមែនតើហើយអារម្មណ៍ពេលនោះគឺវាមានអារម្មណ៍ថាយើងវាមោទនភាពពេលដែលយើងទទួលបានមេដាយជួនជាតិមុនគេតែម្ដងសម្រាប់វិញ្ញាសាកតាលនេះតែម្ដងគឺដូចសង្គមគឺទទួលបានមុនគេនេះគឺពេលនឹងអារម្មណ៍ហោះហើរអស់សំបីតនិយាយថាបើស្រីយើងស្រីខាងថាស្អកស្រីឡើងលឺទឹកភ្នែកហូរពេលហ្នឹងហូរទឹកភ្នែកដឹងខ្លួនទៀតគឺមោទនភាពមែនតើនឹងសម្រាប់អាជីពជាអ្នកជាគ្រូបង្វឹកវិញគឺមោទនភាពពេលហ្នឹងកីឡាករនៅពេលបច្ចុប្បន្ននឹងជំនាន់ខ្ញុំគឺវាខុសគ្នាឆ្ងាយមែនតើទី1ឥឡូវនេះទទួលការគ្រប់គ្រងយ៉ាងច្រើនពីបងប្អូនពីបណ្ដាក្រុមហ៊ុនទាំងបណ្ដា sponsor យ៉ាងច្រើនមែនទែនជាពិសេសពីជួយជំរុញពីរាជរដ្ឋាភិបាលយើងផងដែរគាត់ឆ្លាញ់គាត់ឲ្យនាំគ្នាផលគ្រប់វិញ្ញាសាទាំងអស់សម្រាប់កីឡាករទាំងកីឡាករគុនខ្មែរមិនថាកីឡាករអីគឺរីកដុះដាលខ្លាំងមែនទែនជាពិសេសគឺគុនខ្មែរតែម្ដងគឺតាមបណ្ដាក្រុមហ៊ុនបណ្ដាអីមួយចំនួនគឺគាត់ជួយគុនខ្មែរដើម្បីឲ្យក្មេងៗយើងចំនួនក្រោយកាន់តែខំប្រឹងថែមទៀតព្រោះវិស័យមួយនេះគឺថាឥឡូវគឺថាល្អមែនទែនល្អរកពាក្យអ្វីថ្លៃពំបានសិស្សនៅក្នុងក្លឹបខ្ញុំបើសរុបទៅវាទាំងបរទេសទាំងខ្មែរវាចូល40នាក់ទាំងបរទេសទាំងខ្មែរពាក់ព័ន្ធជាមួយនឹងកីឡាករមាននៅក្នុងក្លឹបមានដូចជាកីឡាករដែលល្អមានដូចជាបើសង្ឃឹមមានដូចជារឿងសុភ័ណ្ឌមានដូចជាបាយកៈអេរវ៉ាន់បាយកៈរិយស័យហើយមានកីឡាករជាច្រើនទៀតទាំងបរទេសទាំងខ្មែរគឺសរុបទាំងអស់ចូលចង់40នាក់38នាក់ទៅក្មេងនៅចောက်ចែមពាក់ព័ន្ធមួយក្លឹបគឺដោយសារទី1គឺកន្លែងទីតាំងនេះធំទលាយធំទលាយកន្លែងស្អាតទាំងអនាម័យទាំងអីគឺស្អាតទាំងអស់ហើយទី2គឺដោយសារយើងមានគ្រូគ្រប់គ្រាន់ដើម្បីបង្ហាត់ដើម្បីដើម្បីបង្វឹកពួកគាត់គឺស្តង់ដារហើយទី3គឺយើងមានកីឡាករល្អៗនៅក្នុងដៃបានកីឡាករល្បីៗនៅក្នុងដៃច្រើនហើយពួកគាត់ចេះចង់មកតគ្នានិយាយចំគាត់ល្បីតគ្នានេះខ្ញុំអត់ទទួលទៀតផងព្រោះខ្ញុំទទួលទៀតមានច្រើនទៀតដែលខ្ញុំបង្វឹកបង្ហាត់កីឡាករបរទេសទាំងបរទេសទាំងខ្មែរបង្វឹកទាំងអស់តែគ្រាន់យើងគួរតែបើកចិត្តឲ្យគ្នាទាំងអស់គ្នាការពិតបើយើងចង់ឲ្យស្គាល់ឲ្យគេស្គាល់យើងត្រូវតែខំប្រឹងបន្ថែមទៀតព្រោះរាល់ថ្ងៃនេះបរទេសមកហាត់នៅក្លឹបខ្ញុំច្រើនហើយគាត់សិតតែអ្នកដែលមានសមត្ថភាពស្រាប់បាទព្រោះហើយយើងកុំគិតថាខ្ញុំបង្ហាត់ខ្មែរបង្ហាត់បរទេសដើម្បីវាយខ្មែរគ្នាឯងបើអញ្ចឹងឲ្យយកបរទេសមកវាយទៅវាមិនល្អមើលហើយខ្មែរយើងអត់សូវខំប្រឹងទេតែដល់ពេលអញ្ចឹងត្រូវតែខំប្រឹងហើយបើអត់ខំប្រឹងទេប្រយ័ត្នពួកគាត់វាយទៀតមកឲ្យទៅខំប្រឹងមិននេះអញ្ចឹងឯងហើយកុំគិតថាយើងមកហាត់បរទេសដើម្បីឲ្យវាយខ្មែរនេះអីចឹងយើងចាំបាច់ឲ្យគេស្គាល់គុណខ្មែរយើងទៅមិនចឹងឯងនេះយើងបាននេះថាយើងបង្ហាត់ពួកគាត់ទៅពួកគាត់កាន់តែផ្សព្វផ្សាយទៀតផ្សព្វផ្សាយអំពីផ្សាយបន្តទៀតពីគុណខ្មែរយើងពីអីយើងហើយកីឡាករមានចាញ់ធម្មតាតែយើងប្រឹងទៅឈ្នះហើយបើយើងធ្វើជាអ្នកបដាល់បើយើងចាប់អាជីពមួយហ្នឹងហើយយើងត្រូវតែមានចិត្តថាយើងអត់មានធ្វើអីផ្សេងតែហ្នឹងឯងអានេះគឺជាការងាររបស់យើងមួយដ៏ធំមែនទែនហើយយើងត្រូវតែឆ្លាញ់ការងារហ្នឹងឆ្លាញ់ការបង្ហាត់ដើម្បីទទួលយកជ័យជំនះមិនមែនទៅដើម្បីវាយយកទៅលុយលំទេគឺត្រូវតែមានចិត្តអង្អាចក្លាហានហើយជាពិសេសគឺការបង្ហាត់នៅនោះកុំខ្លាចនៅហត់ហើយកុំ
กลมจำแต่ครูเชื่อจำแต่ครูที่เติมแต่มีจัดเติมแต่มีตัวใดตัวไหนเขายืนกระถางยืนเติมแต่ยืนประดามันใช่ไหมดำใบบานดอกตัวใดยืนจากบานปัจจุบันนี้กีฬากรบอกยืนเรียนตีซาคลั่งเหมือนเดิมเขาก็เรียนตีซาคลั่งเขาก็ฟังทางเพื่อการไอ้ก็มันสมาร์ทในประดาอะไรนี่คือโรบานเหมือนเดิมสำหรับมวยประกวดเมืองพูดจากการออกประคอมจากหนึ่งไหลล้วนคือครูบาอย่างเขาคือเมียนแต่เขาให้แปะปอนจมูกหนึ่งครับหนึ่งรู้ปัจจุบันนี้คือเยอะอัดเข้าไปยมจะนอนยมชายคืออะไรนี่ครูสไตล์สลายเขาอย่างที่สไตล์ชีครูโยกำลังเมาอันวัดตัวเปิดมองครูยืนจะนอนนั้นก็จะชักก็เส้นยังกำลังโดยครูจะนอนทำไมครูจะนอนทำไมคือเนื่องกำลังไปอาจหนึ่งบอกขัดยืนพร้อมไอบานโดยครูจะนอนย้อมกอดบานแบบปรับกอดบานแบบปรับบานแบบไอ้ยังระเบียบติดจุยแต่เบอร์ครูมาจะนอนย้อมจะนอนไอ้นี่คือสเตะเจ้าอันวัดตัวอะไรตัวไหนจำดองยินไอ้เด็กยินเตยแต่คำปรังแต่ออกนี่ลำใบคนไม้รอยืนไปซาปัจจุบันก็มีกรมหุ่นสมบูรณ์ใบในการคอมโตรสมบัติกรรมที่พอยืงพฤติกรรมคุณขมายก็มีกรมหุ่นวีใบเพลให้ผลิตภัณฑ์อย่างปีมุกคือวีฮุบให้หนึ่งวีเฮิร์บวีฮุบหนึ่งวีเฮิร์บដើម្បីช่วยคอมโตรได้ผมจังที่มันอาจดำเนินการบันทีนี้เติมบานเองจังปัจจัยสมอคุณคลังเมนต์สมเชียดอลเปรมตัวหนึ่งชนพองได้การบันทีพฤติกรรมคุณขมายคือยืงใส่ในไงจันให้หนึ่งไงปดคือจับใส่เรียงรอลมองประมวลเดตียังเป็นกิจกรรมระบบพฤติกรรมคุณขมายคือยังพัดดาวตะลือลูกครูปฏิจจากลาโกอัตตะกลาโกได้กำปงตัวบานการคอมโตรก็โดยเฉพาะอัตตะกลาโกได้เมียนเกจมูนนองอาชีพนี้แต่บานเลี้ยบองสัจสระเชียมสระเป็นลีบานในทาบานโดยเนื้อเชียมนองสังเวียนดำใบเลือกสตูยนองไปใส่กุนขมายยังยืนหนึ่งจูบเนียนในโซเวียบรรทบเทียบส้มบองโปนพวกไม้ดังออกคอมเพล็กซ์เรื่องจำตัวสนาอาชีพบรรทบให้ส้มช่วยใจอย่างไรท่องมุนหนึ่งบรรจบการบันทีพฤติกรรมคุณขมายให้ขยมกระซุมทวีการออกคนดอลตัวในกิจชุนให้หนึ่งออกคนสำหรับกรมพลวีไวเพลฟองได้แต่บานจำนายทบกานองกาคอมโตรการบันทีพฤติกรรมคุณขมายให้ยืงสังคมทานึงตัวบานการคอมโตรปีพวกไม้บองโปนฟองได้ยืงร่วมเคลียดำใบสอบซ้ายเลิกกับปุ๊วิสัยบรรดาคุณขมายยืงนี่การแต่การชาอันตรายเทียบฟองได้รู้ถ้าบริการนกน้องนี่ยังมีมันชราได้เป็นติดตัวเตะจีกาคลายนกคุณลูกหูสมหูตัวในเป็นนิคยมบาทเจนจำราในรวมจมวยนังลูกเซนบนเทนได้ทัดในขนมคลับเซนบนเทนไปกะในแต่ดองซุ่มจมเรียบเลียตัวสนิทจนแต่ตรมปนัยสันบาซุ่มอากุน